បើសិនជាលងទឹកចង់ដល់ច្រមុះហើយខំញញឹមដាក់គេពិបាកចាស់តែពាក់លុយគេប្រាប់គេទៅគេអត់ជឿទៀតពេលខ្លះចង់រកអ្នកយល់ចិត្តនិយាយរឿងជពាក់លុយគេពីនេះពីនោះប្រាប់គេអត់ជឿគេថាយើងចេះតែធ្ងោចេះតែសម្ដែងតើបងប្អូនប្រមាណអ្នកខ្លះដែលស្ថិតនៅក្នុងចំណុចភរិយារបស់ខ្ញុំនិយាយថាប្រាប់គេហើយគេមិនជឿដល់ថ្នាក់ជពាក់គេឡើងវាន់កហើយអត់មានណាដឹងបើសិនជាបងប្អូនស្ថិតនៅក្នុងបញ្ហាទាំងអស់នេះសូមធ្វើការខមមិនប្រាប់ខ្ញុំផងថាសវុតអើយខ្ញុំក៏ស្ថិតនៅក្នុងចំណុចហ្នឹងដែរខ្ញុំក៏ជួបបញ្ហាបំណុលហ្នឹងដែរបើសិនជាបងប្អូនខមមិននៅក្នុងវីដេអូមួយនេះខ្ញុំនឹងតាក់ទងទៅយើងនឹងជជែកគ្នាពីដំណើរការក្នុងការដោះស្រាយតែម្ដងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាចឹងមុននឹងចូលទៅក្នុងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទខ្ញុំឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឆាស្ទីផាបាទពួកយើងធ្លាប់ជាប់បំណុល$40000ហើយយើងធ្លាប់ធ្វើអាជីវកម្មបើកលក់ម៉ាស៊ីនត្រជាក់នៅគល់ស្ពានភ័យសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅនៅឆ្នាំ2015ប៉ុន្តែជាអកុសលមិនបានជោគជ័យទេគឺខ្សែធនបិទអាជីវកម្មនឹងត្រឡប់ទៅវិញមិនត្រឹមតែបិទអាជីវកម្មហើយទេគឺយើងក៏បានប្រឹងប្រែងប្រកបមុខរបរជាច្រើនបាទយើងនៅឆ្នាំ2019នោះយើងកាំងខ្លាំងមែនទែនដល់ថ្នាក់រត់ចោលស្រុកយើងធ្លាប់បានទៅធ្វើជាពលករនៅក្នុងប្រទេសថៃបាទចំណាក់ស្រុកទៅធ្វើពលករនៅក្នុងប្រទេសថៃដោយសារតែយើងគិតថាកាលណាយើងទៅក្រៃលោវាបានសល់លុយត្រឡប់មកវិញបាទចាំយើងសងគេរួចព្រោះយើងជពាក់គេច្រើនមែនទែនតច្រកហើយអញ្ចឹងចង់គេចវេះពីស្រុកកំណើតរបស់យើងគិតថាទៅវាស្រួលឬក៏បានប្រាក់ខែច្រើនឬក៏រកលុយបានច្រើនអញ្ចឹងទៅប៉ុន្តែជាអកុសលបងប្អូនហើយពេលដែលយើងទៅវាមិនដូចអ្វីដែលយើងគិតទេគឺទទួលបានមិនដូចការរំពឹងគិតអញ្ចឹងក៏យើងសម្រេចចិត្តត្រឡប់មកវិញនៅពេលដែលយើងត្រឡប់មកវិញក៏បានទទួលការណែនាំជួបជាមួយនឹងដុកទ័របំណុលគឺលោកគ្រូសៀសផលលោកគ្រូសៀសផលម្នាក់ហ្នឹងគឺជាបុគ្គលម្នាក់ដែលបានជួយយើងក្នុងការដោះបំណុល$40000ដោយប្រើរយៈពេល1ខែមិនត្រឹមតែជួយយើងប៉ុណ្ណឹងទេប្រាប់យើងឲ្យយើងហ្នឹងចងក្រងបទពិសោធន៍ធ្វើជាវគ្គសិក្សាធ្វើជាសៀវភៅដើម្បីចែកចាយជួយមនុស្សជាច្រើនអញ្ចឹងសប្តាហ៍ថ្ងៃខ្ញុំពីរនាក់នេះភរិយានេះគឺយើងបានចងក្រងរូបមន្តទាំងអស់ហ្នឹងធ្វើជាវគ្គសិក្សាធ្វើជាសៀវភៅដែលបានជួយទៅដល់បងប្អូនជាច្រើនបើបងប្អូនចង់ស្ដាប់ពីសម្ដីពិតៗពួកគាត់ដែលមានទុក្ខលំបាកដូចយើងហើយគាត់យករូបមន្តរបស់យើងទៅដោះស្រាយបានបងប្អូនអាចចុចចូលទៅ link ក្រុម Telegram មួយដែលខ្ញុំបានដាក់សម្ដីសាក្សីជាច្រើនដែលគាត់និយាយពីដំណោះស្រាយរបស់ពួកគាត់ដែលគាត់កាំងខ្លាំងហើយគាត់យករូបមន្តក្បួនរបស់យើងទៅបាទអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញបាទនិយាយអំពីលងខ្លួនបាទចូលទៅក្នុងរណ្ដៅបំណុលនិយាយប្រាប់អ្នកណាក៏គេមិនជឿបាទបងប្អូនធ្លាប់ក៏ថាពេលដែលយើងនិយាយពីការខ្វះខាតរឿងលុយនិយាយពីទុក្ខលំបាកក្នុងគ្រួសារយើងទៅគេនិយាយថាអើយបើគ្រួសារឯងពិបាកហើយចុះមានអាណាស្រួលទៀតបើគ្រួសារអូនឯងអត់លុយហើយតើគ្រួសារអ្នកណាមានលុយទៀតបាទអញ្ចឹងខ្ញុំជឿថាអ្នកដែលស្ថិតនៅក្នុងចំណុចនេះបានយល់ពេលដែលដល់ចំណុចមួយដែលកាំងខ្លាំងគឺវេទនាមែនទែនសូម្បីតែរកអ្នកមួយដែលស្ដាប់ពីទុក្ខលំបាករបស់យើងហើយឲ្យវាធូរទ្រូងនៅតែគ្មានអ្នកយល់ចិត្តទេបាទអញ្ចឹងខ្ញុំបានរកឃើញថានៅពេលដែលយើងជាប់កាំងបំណុលគឺយើងត្រូវការដំណោះស្រាយពិតយើងត្រូវការអ្នកដែលធ្លាប់ឆ្លងកាត់នៃបទពិសោធន៍នឹងបាទអញ្ចឹងកន្លែងនេះបើសិនបើយើងមានការប្រឹក្សាដែលត្រឹមត្រូវគឺយើងអាចដោះស្រាយបញ្ហាបានដូចខ្ញុំអញ្ចឹងខ្ញុំបានជួបជាមួយនឹងដុកទ័របំណុលលោកគ្រូសៀសផលពេលនោះគឺខ្ញុំត្រូវការអ្នកចង្អុលបង្ហាញអញ្ចឹងទៅពេលលោកគ្រូគាត់ប្រាប់ខ្ញុំថាអ្នកសវុតក្បួនរូបមន្តមួយនេះគាត់អាចដោះលើបញ្ហានេះអានេះដោះលើនេះអញ្ចឹងទៅអញ្ចឹងធ្វើឲ្យខ្ញុំអាចដោះស្រាយបញ្ហាបាននេះគឺជាចំណុចមួយផ្សារភ្ជាប់ថាខ្ញុំមានអ្នកយល់ចិត្តខ្ញុំមានអ្នកមានបទពិសោធន៍ខ្ញុំមានអ្នកឯកទេសត្រឹមត្រូវខ្ញុំមានរូបមន្តត្រឹមត្រូវអញ្ចឹងធ្វើឲ្យខ្ញុំអាចដោះស្រាយបញ្ហាបានអញ្ចឹងនៅពេលដែលនោះគឺខ្ញុំទៅជួបគាត់គឺខ្ញុំបានរៀបរាប់ពីបញ្ហារបស់ខ្ញុំទៅប្រាប់គាត់ធ្វើតាមការណែនាំរបស់គាត់ហើយគឺបានយើងអាចអនុវត្តបានដោយប្រើរយៈពេល1ខែហ្នឹងបាទអូខេបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ដឹងលម្អិតបន្ថែមចង់ជជែកជាមួយយើងដែលយើងធ្លាប់មានបញ្ហាបំណុលនេះហើយចង់ដោះស្រាយចង់បានរូបមន្តរបស់យើងបងប្អូនអាចតាក់ទងមកខ្ញុំតាមរយៈលេខ096 63008 គត់ខ្ញុំមានទទួលការប្រឹក្សាតាមទូរស័ព្ទហើយយើងមានបទពិសោធន៍ពិតៗដែលអាចជួយបងប្អូនបានបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាសម្រាប់វីដេអូនេះមានតែប៉ុណ្ណេះហើយសូមជូនពរបងប្អូនសំណាងល្អសម្រាប់អ្នកមានបញ្ហាបំណុលកុំអស់សង្ឃឹមយើងមានដំណោះស្រាយបាទអរគុណច្រើន